គុំកាមអីសូតើតែដេកជាមួយនឹងមេកាមស្នេហ៍នឹងជ្រោយទឹកកាមគុណទៅពូកែរឿងនេះកំពុងតែផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងគ្រូមន្តអាគមដល់ល្បីម្នាក់ដែលក្រុមរបស់ខាង The Women គាត់ថា admin របស់គាត់គឺទទួលបាន13វីដេអូស្រីចាលក្ខណៈវីដេអូអាហារភាសដេកមួយគ្រូហ្មងនិយាយចេះក៏ប៉ុន្តែក៏យើងឃើញថាមានការចែករំលែកបទពិសោធន៍របស់ស្ត្រីរងគ្រោះម្នាក់ដើម្បីកុំឲ្យខាតពេលយូរនាងខ្ញុំសូមអានជូននៅដំណើរដើមតងរឿងរបស់គាត់ដូចតទៅសូមនិយាយរឿងពិតមួយដែលខ្ញុំបានជួបផ្ទាល់ហើយខ្ញុំក៏ជាជនរងគ្រោះដែរដែលចាញ់បោកគ្រូអាគមល្បីម្នាក់រស់តែជឿគ្រូពេករហូតដល់ថ្នាក់ចាក្រមួនចាសន្លឹកមាសដើម្បីឲ្យគេស្រឡាញ់តែគ្រូនឹងថាបើចង់បានលុយធំផ្ទះវិឡាឡានទំនើបមានវិធីមួយទៀតសំខាន់ហ៊ានអត់ខ្ញុំឆ្លើយថាហ៊ានគ្រូក៏ថាអាគមកាមអីសូគឺទាល់តែដេកជាមួយមេកាមស្នេហ៍និងជ្រោយទឹកកាមគុណទៅពូកែហើយប្រុសណាឃើញក៏មានសម្រើបមានអារម្មណ៍ចង់ដេកជាមួយដែរហើយបើបានដេកជាមួយហើយដកចិត្តមិនរួចទេនឹកស្រណោះអាឡោះអាឡៃដកចិត្តមិនរួចឡើយខ្ញុំឮហើយក៏មានចិត្តចង់បានបែបហ្នឹងក៏សម្រេចយកអាគមកាមអីសូតាមអ្វីដែលគ្រូរៀបរាប់ប្រាប់មួយអាទិត្យទៅម្ដងរៀងរាល់ថ្ងៃសិនទៅឲ្យគ្រូសូត្រផ្លុំនិងបញ្ចូលអាគមតាមរយៈការរួមភេទដើម្បីឲ្យស្នេហ៍កាន់តែស័ក្តិសិទ្ធិនិងមានមនុស្សប្រុសចង់ដេកជាមួយធ្វើដំបងបានផលពិតតែពេលដែលខ្ញុំលែងទៅរកគ្រូនិងដាស់មកខ្ញុំក៏ចាប់ផ្ដើមជួបបញ្ហារហូតដល់ថ្នាក់ថ្ងៃមួយខ្ញុំដេកបន្ទប់ម្នាក់ឯងទេបានខលវីដេអូជាមួយសង្សារខ្ញុំគាត់ក៏និយាយសុំបែកភ្លាមដោយគាត់ប្រាប់ថាឃើញខ្ញុំនៅក្នុងបន្ទប់ជាមួយមនុស្សប្រុសខ្ញុំព្យាយាមប្រាប់គាត់ថាខ្ញុំនៅម្នាក់ឯងទេតែគាត់មិនជឿសោះគាត់ប្លុកគ្រប់បណ្ដាញតាក់ទងចុងក្រោយពួកយើងក៏សម្រេចចិត្តដើរផ្លូវរៀងខ្លួនខ្ញុំក៏បានជួបមនុស្សប្រុសម្នាក់ទៀតតាក់ទងបាន1ខែគេក៏និយាយថាឃើញប្រុសនៅក្នុងបន្ទប់គេក៏សុំបែកភ្លាមតែម្ដងខ្ញុំឆ្ងល់និងយំជាខ្លាំងខ្ញុំក៏បានខលទៅមិត្តភក្តិស្រីរបស់ខ្ញុំស្រាប់តែមិត្តភក្តិស្រីរបស់ខ្ញុំប្រាប់ថាឃើញមនុស្សប្រុសម្នាក់ឈរពីក្រោយខ្ញុំមុខគួរឲ្យខ្លាចណាស់ខ្ញុំឆ្ងល់ខ្លាំងក៏ទេទៅសួរគ្រូនឹងគ្រូនោះនិយាយថាត្រូវតែប្រញាប់មកដាស់អាគមខ្លាចព្រាយស្នេហ៍តាមដោយសារតែយើងខានទៅរកគ្រូយូរធ្វើឲ្យពួកព្រាយស្នេហ៍យើងវិញហើយថាព្រាយតាមចង់បានយើងជាគូស្នេហ៍ហើយបន្តថាបើមិនចឹងទេស្នេហ៍ដែលបញ្ចុះប្រកាសជាសាបរលាបអស់វិញហើយដាក់ស្នេហ៍ទៀតឡើងចូលខ្ញុំល្ងងជឿគេដោយងប់ងល់គ្មានការពិចារណាខ្ញុំទៅដាស់អាគមម្ដងទៀតនៅថ្ងៃសិលម៉ោង12យប់បន្ទាប់មកគ្រូមិននិយាយអ្វីច្រើនទេគ្រាន់តែបានបង្ហាញវីដេអូខ្ញុំនិងវីដេអូស្រីទាំងអស់ដែលបានបញ្ចុះស្នេហ៍តាមការរួមភេទមកឲ្យខ្ញុំមើលខ្ញុំក៏បានយល់ភ្លាមថាគ្រូចង់និយាយពីអីគ្រាន់តែខ្ញុំចំណាំមើលពេលក្រោយមកគ្រូនឹងចេះតែឆាតមកហៅខ្ញុំទៅរហូតតែក្រោយមកខ្ញុំអត់ដែលទៅទេគ្រូនឹងផ្ញើវីដេអូនឹងទាំងអស់មកឲ្យខ្ញុំដើម្បីជាការចុចក្នុងវីដេអូគឺមានទាំងអ្នកល្បីនិងតារា TikTok ស្រី2នាក់ហើយក៏មានមនុស្សប្រុសដែលបញ្ចុះស្នេហ៍តាមទ្វារជាមួយគ្រូដែរខ្ញុំផុសនេះមិនចង់បង្ហាញថាគ្រូណាទេប៉ុន្តែជឿថាយក9លាក់មិនចិត្តឡើយអ្វីនឹងដឹងដោយខ្លួនឯងនៅថ្ងៃណាមួយបងដែលធ្លាប់ទៅរកគ្រូហើយបានធ្វើរឿងស្រដៀងខ្ញុំសូមប្រយ័ត្នឈប់ងប់ងល់ឈប់ជឿគេទៀតពេលទៅយកលុយឲ្យគេគឺល្អតែពេលលែងទៅជួបរឿងជាច្រើននឹកស្មានមិនដល់ជាពិសេសមហាសយយកតែមែនតែនរកគ្រូក៏លែងបាន
មានបញ្ហាមកផ្ទួនហើយទៅយកតែលុយឲ្យគ្រូម្ដងរាប់រយរាប់ពាន់ដុល្លារពេលនេះផងខ្លួនអស់ទាំងលុយអស់ទាំងខ្លួនស្នេហាក៏បែកបាក់ការងារក៏អត់ធ្វើគ្រួសារមានបញ្ហាទាំងអស់សូមកុំជឿគ្រូផ្ដេសផ្ដាស់ពីខ្ញុំដែលរកគ្រូខុសហើយពេលនេះចារឿងរ៉ាវនេះកំពុងតែល្បីខ្លាំងនៅលើបណ្ដាញសង្គមសូម្បីតែអ្នកគ្រូច័ន្ទចរិយាក៏បញ្ចេញមតិយោបល់ជុំវិញបញ្ហានេះដែរថាមេត្តាជួយស្រាវជ្រាវរឿងនេះដើម្បីវេកមុខរកជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់លោកជំទាវអំពីវនីវសាជាថ្មីម្ដងទៀតថាខ្ញុំស្នើសុំជនរងគ្រោះក៏មានការភ័យខ្លាចក្នុងការដាក់ពាក្យប្តឹងព្រោះច្បាប់គេមាននីតិវិធីក្នុងការការពារជនរងគ្រោះហើយអ្នកដែលបានដឹងរឿងនេះគួរជួយជនរងគ្រោះការមិនជួយមិនខ្វល់ខ្វាយមិនអើពើស្មើនឹងយើងចូលរួមគ្រប់គ្រងទង្វើស្មោករកក្នុងសង្គមយើងព្រមទាំងបន្តឲ្យមានជនរងគ្រោះចាញ់បោកគេបន្តបន្ទាប់ទៀតចា៎រឿងនេះគឺសូមបញ្ចប់ត្រឹមប៉ុណ្ណេះបងប្អូនពិចារណាតាមការគួរសូមខមមិនដោយមានក្រមសីលធម៌ទាំងអស់គ្នាសូមអរគុណ